អាដាមបណ្ឌិតជីនម៉ាលីនរដ្ឋលេខាធិការប្រចាំការក្រសួងយុទ្ធសាស្ត្រនិងជាអនុប្រធានប្រចាំការអតកសូមមេត្តាអបអរសាទរអញ្ចឹងដើម្បីសម្រាប់បេសកកម្មរបស់ខ្លួនក្នុងការពង្រីកវិសាលភាពនេះទៅគ្រប់ទីកន្លែងគ្រប់ច្រកគ្រប់ភាគីពាក់ព័ន្ធទាំងអស់អតកត្រូវការកិច្ចសហការជាមួយនឹងយន្តការផ្សេងៗទៀតដែលធ្វើការងារដោះស្រាយទៀតជាពិសេសជាមួយនឹងរដ្ឋបាលខេត្តដែរតែម្ដងចឹងហើយបានអតកដែលធ្វើការផ្សព្វផ្សាយគ្រប់រាជធានីខេត្តទាំងអស់ដែលខ្ញុំក៏ដឹកនាំការផ្សព្វផ្សាយនេះបានដូចជា15រាជធានីខេត្តហើយផ្សព្វផ្សាយហើយយល់ហើយបានយើងចាប់បានចុះ MOU ជាមួយគ្នាហើយ MOU យើងចុះបានចំនួន4ខេត្តហើយខេត្តផ្សេងទៀតជាខេត្តទី5អូខេអញ្ចឹងតាមរយៈ MOU នេះរដ្ឋបាលខេត្តទទួលអត្ថប្រយោជន៍3គាំទ្របច្ចេកទេសកិច្ចសហការការបំពេញបន្ថែមចំណែកអរកទទួលបានអត្ថប្រយោជន៍សម្រាប់នឹងបេសកកម្មក្នុងការបម្រើសេវានេះទៅគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់ទីកន្លែងទាំងអស់អញ្ចឹងអត្ថប្រយោជន៍ធំជាងគេបំផុតដែលរដ្ឋបាលខេត្តទទួលបានពី MOU នេះគឺអំណាចកតេយ្យុត្តអនុភាពកតេយ្យុត្តតាមផ្លូវច្បាប់នៃកំណត់ហេតុរបស់យើងគឺថាមានតម្លៃដូចសារក្រមស្ថាប័នរបស់តុលាការមានអត្ថប្រយោជន៍ពីរទៀតដែលរដ្ឋបាលខេត្តទទួលបានពី MOU គឺទី1ការគាំទ្រផ្នែកបច្ចេកទេសការគាំទ្រផ្នែកបច្ចេកទេសនោះគឺថាអាជ្ញាធរនឹងផ្ដល់នូវការបដិបត្តិតម្រូវសមត្ថភាពជំនាញណាវិធីសាស្ត្របច្ចេកទេសនៃការសម្របសម្រួលដល់សារវិវាទចូលដល់មន្ត្រីពាក់ព័ន្ធដែលធ្វើការងារនេះដែលធ្វើឡើងនេះជាអត្ថប្រយោជន៍ទី1គឺការគាំទ្របច្ចេកទេសអត្ថប្រយោជន៍ទី2កិច្ចសហការក្នុងការដោះស្រាយវិវាទកិច្ចសហការនោះគឺតាមពីទម្រង់ទី1គឺលោកលោកស្រីមានរឿងច្រើននៅខេត្តនៅឃុំនៅស្រុកដោះអត់ទាន់រឿងមានតែកាលឡើងនីតិកម្មសម្រួលវាថាមានតែម្នាក់ពីរនាក់អីទេរឿងច្រើនដោះអត់ទាន់រឿងមួយចំនួនស្មុគស្មាញពោះពីលទ្ធភាពពោះពីសមត្ថភាពក្នុងការដោះស្រាយតាមរយៈ MOU នេះអាចបញ្ជូនរឿងនេះមកអតកមកអាជ្ញាធរដើម្បីអាជ្ញាធរជួយដោះស្រាយគេនឹងកិច្ចសហការទី1រឿងច្រើនដោះមិនទាន់រឿងស្មុគស្មាញពេកអាចបញ្ជូនមកអាជ្ញាធរតាមរយៈ MOU នេះដើម្បីអាជ្ញាធរជួយដោះស្រាយជួយកិច្ចសហការទី2រឿងដែលលោកលោកស្រីកំពុងដោះស្រាយក៏ថាវាស្មុគស្មាញត្រូវការកិច្ចសហការបណ្ដាការតម្រង់ទិសការណែនាំក្នុងការដោះស្រាយរឿងនឹងអត់បណ្ដាលោកលោកស្រីនៅតែចាប់ដោះរឿងនឹងចឹងប៉ុន្តែត្រូវការការតម្រង់ទិសអញ្ចឹងអបកអាចបញ្ជូនមន្ត្រីមកសហការជាមួយលោកលោកស្រីដើម្បីដោះរឿងនឹងនៅកន្លែងតែតាម